បាទសួស្តីរៀបរាប់ពីជីវិតតាក់ស៊ីនៅខ្មែរឥឡូវនេះស្ងាត់ភ្ញៀវណាថ្ងៃបាន1ឡាន2ឡានតាមថ្ងៃណាភ្ញៀវច្រើនភ្ញៀវតិចតែថ្ងៃនេះគឺជាថ្ងៃអាទិត្យឡាននៅក្នុងក្រុមការងារគាត់ចេញទៅតាមខេត្តមានកំពង់សោមមានសៀមរាបចឹងគាត់ទៅដល់ខាងនោះគាត់សម្រាប់នៅខាងនោះហើយលើថ្ងៃនេះអត់មានឡានដឹកភ្ញៀវទេចេញដឹកភ្ញៀវដែរកំពុងតែធ្វើដំណើរពីផ្លូវកវ៉ាត់ក្រុងស៊ីជីនពីងឆ្ពោះទៅពលានយន្តហោះ KTI ទៅចាំយកភ្ញៀវម៉ោង6កន្លះល្ងាចហ្នឹងទៅដាក់នៅអូតែលនៅ Sofitel ស្ងាត់ណាស់ពីមុនស្មាននេះចឹងមាន 3-4 ឡានក្នុងពេលតែមួយតែឥឡូវនេះ1ឡាន1ម៉ោង2ម៉ោង3ម៉ោងមាន1ឡានអត់រួចថ្លៃសាំងទេសាំងថ្លៃប៉ុន្តែចេះតែធ្វើទៅព្រោះអីជាការងារដែលធ្វើរៀងរាល់ថ្ងៃទៅហើយនៅពលានដេជោ KTI នេះមានភ្លៀងរលឹមរយទេណាសម្រាប់ថ្ងៃអាទិត្យនេះការធ្វើដំណើរផ្លូវល្អផ្លូវស្អាតតែរៀងជារអិលបំបើកលឿនពេកហើយនេះគឺជាទស្សនភាពសម្រាប់បងប្អូនយើងដែលគាត់ប្រចាំទទួលភ្ញៀវនៅចិត្តពលានដោយសារតែយន្តហោះអត់ទាន់ចុះអញ្ចឹងយើងមិនអាចទៅចាំគាត់ចូលឥឡូវបានទេដល់តែយន្តហោះចុះដល់ដីទើបយើងបើកឡានទៅ10នាទីអីហ្នឹងទៅដល់ពលានហើយដល់ពេល10នាទីទៅដល់ពលានយើងអស់ថ្លៃពលានហ្នឹងជាទូទៅគឺខ្ទង់$1កន្លះអញ្ចឹងឥឡូវនេះនៅចាំនៅចិត្តនឹងសិនឥឡូវនេះបានមកដល់ពលានជាកន្លែងដែលគាត់ទទួលបងប្អូនដែលមកចាំទទួលកងឡានគាត់ចាំនៅក្រៅខាងមុខភ្ញៀវនេះគឺជាកន្លែងដែលតកងឡានឈរចាំភ្ញៀវ